ban đầu ngày nay trong sông lực chiết tu sanh tiền mối miền pi chấm nói làm bày chiết thiết chỗ đó đi đột tháp bị bà thì môi cứ bẹ con chấm môi nâng sân đập nóp rít nịp nông bình trong cơ tha ai đom lôi chấm tiêu từng ọt là miền bọt là miền nơi tin ní và hai chia mình khóc bị trong và mang tế trong cuộc ca mơ khơi nơi ca cọ ste tam lời thì môi hai ca cọ ste nô thì môi bia bằng đà một vì phò bạc bò vậy khác từ bằng đà miền ca cọ ste hay miền chấm nói ở vậy khác đại chia ca chấm đốn ơi ca cọ ste nên càng để lang thang tiền cái đặc bạcกำลัง เชื่อ được tay ban thưa tu sanh tiền chùn đo đi đợt tháp ba đôi mà hái nơiปัญหา สำหรับ ถนอม แต่ ครั้งนี้ ខ្ញុំ សូម បំពេញ បន្ថែម ពាក់ ព័ន្ធ ជាមួយ នឹង ការ ផ្ដល់ អាជ្ញាប័ណ្ណ ឲ្យ ក្រុមហ៊ុន ឯកជន មួយ ចំនួន ដែល បាន ធ្វើ អាជីវកម្ម ពាក់ ព័ន្ធ ជាមួយ នឹង ការ ដឹក ជញ្ជូន ជាក់ ស្ដែង ដូច រថយន្ត ក្រុង នៅ តាម ផ្លូវ នីមួយៗ មិន គួរ ណា ឲ្យ មក បើក ជា កន្លែង ចំណត រថយន្ត ក្រុង ចឹង ទេ ផ្ទះ មក ល្វែង ក៏ ដាក់ រថយន្ត ក្រុង នៅ កណ្ដាល ផ្លូវ បាន ដែរ ហើយ ហេតុ អី បាន ជា សាលា រាជធានី ភ្នំពេញ មិន មើល នៅ ចំណុច ត្រង់ នេះ សោះ យើង ចង់ បាន ឲ្យ ប្រទេស មាន សណ្ដាប់ ធ្នាប់ ល្អ មាន ការ ចេះ គោរព ច្បាប់ តែ ដល់ ទៅ ពេល ការ ដឹកនាំ នៅ ក្នុង រាជធានី ភ្នំពេញ មិន មាន សណ្ដាប់ធ្នាប់ល្អ ហើយ ប្រជាជន គាត់ ទៅ ធ្វើ តាម របៀប នោះ យើង ឃើញ នៅ ផ្លូវ កម្ពុជា ក្រោម នៅ កន្លែង ទី ពេទ្យ ចិត្ត វត្ត ភ្នំ នេះ ពេទ្យ ជប៉ុន នេះ ហើយ យើង នៅ ឃើញ នៅ សាល ដើម គោ អី វា មិន សម គួរ ផ្ទះ មក ល្វែង យើង ទៅ បើក អាជីវកម្ម ដឹក អ្នក ដំណើរ ហើយ ដាក់ រថយន្ត ក្រុង នៅ លើ ចាន ផ្លូវ នេះ ចុះ បើ យើង រៀបចំ ឲ្យ មាន កន្លែង ជា រួម មួយ នៅ ខាង ក្រៅ ក្រុង ដូច នៅ ខាង ផ្លូវ ជាតិ 6A ត្រង់ ចំណុច ណា មួយ ចុះ ដើម្បី ឲ្យ ក្រុមហ៊ុន ទាំង អស់ ហ្នឹង គាត់ ចូល ទៅ នៅ ក្នុង ប្លុក រួម តែ មួយ ចង់ 10 20 ក្រុមហ៊ុន ដែរ ទៅ នៅ ទៅ ហ្នឹង ទៅ សំណុក ងាយ ស្រួល អ្នក ដំណើរ គាត់ ឆ្ពោះ ទៅ គោលដៅ តែ មួយ តែ ម្ដង អញ្ចឹង អត់ មាន ការ កក ស្ទះ នៅ ក្នុង ពេញ ទេ ហើយ វា មាន ការ ចែករំលែក នៃ ផល ចំណេញ ដល់ កង់ 3 ដល់ តាក់ស៊ី ឲ្យ គាត់ មាន ជីវភាព ការ រស់ នៅ របស់ គាត់ បាន រយ ចំណូល បាន ផង ហើយ ដល់ ពេល យើង មក ដាក់ នៅ ក្នុង ក្រុង ឲ្យ តែ គេ ឲ្យ លុយ យើង ដាក់ ឲ្យ លុយ យើង ដាក់ នឹង សួរ ថា ស្ដាប់ ធ្នាប់ នៅ ណា ហើយ យើង ទាមទារ ឲ្យ ពលរដ្ឋ គោរព ទៅ តាម ការ ណែនាំ អាហ្នឹង វា គេ ហៅ ថា ប្រទេស សេរី លទ្ធិ សេរី តែ នេះ ដល់ ពេល នេះ វា សេរី ហួសហេតុ ហើយ សេរី លែង មាន ស្ដាប់ ធ្នាប់ ហើយកុំ ឲ្យ យើង ភ្លេច មើល ខ្លួន យើង ថា ប្រទេស យើង រាល់ ថ្ងៃ នៅ ស្ថិត នៅ ក្នុង សភាព មួយ ប្រទេស ក្រីក្រ ឡើយ ទេ រដ្ឋ ក្រីក្រ ទេ អត់ មាន តន់ រដ្ឋ មាន ទេ ហើយ ធ្វើ មិន ទប់ ស្កាត់ អា ភាព អនាធិបតេយ្យ នឹង ឲ្យ បាន ល្អ អញ្ចឹង ខ្ញុំ សំណូម ពរ ឲ្យ សាលា រាជធានី ភ្នំពេញ គួរ ពិចារណា នៅ ចំណុច នេះ ហើយ កុំ ព្យាយាម កាត់ អង្គន់ ផ្លូវ បន្ត ទៀត ព្រោះ ផ្លូវ កាត់ អង្គន់ ដើម្បី ក្រុមហ៊ុន ធំ គេ ទៅ លុះ ឆ្លង កាត់ ចូល អាហ្នឹង វា កើត ទៅ ជា ការ ឆ្លង កាត់ កក ស្ទះ ហើយ មុខ ពេទ្យ រុស្ស៊ី ក៏ ដោយ បត់ ជា អនាធិបតេយ្យ គល់ ស្ពាន ស្ទឹង មានជ័យ នេះ បត់ អត់ មាន មើល សង្កនិក ទេ អានោះ ហើយ តែ ជា ចំណុច ដែល គេ ហៅ ថា ធ្វើ ឲ្យ មាន ការ កក ស្ទះ ហើយ បង្ក ឲ្យ មាន ការ គ្រោះថ្នាក់ ចឹង ខ្ញុំ សំណូម ពរ ដល់ សាលា រាជធានី ភ្នំពេញ គួរ តែ ពិចារណា រក បេន ឡាន មួយ ឲ្យ សម រម្យ ដល់ ក្រុម អ្នក ដឹក ជញ្ជូន ប្រកប មុខ របរ តាក់ស៊ី នេះ ឲ្យ បាន ល្អ ត្រឹម ត្រូវ ជាង នេះ បាទ ហើយ ចំណុច ទី 2 ពាក់ ព័ន្ធ នឹង ពន្ធ ប្រចាំ ឆ្នាំ បច្ចុប្បន្ន នេះ ពន្ធ ប្រចាំ ឆ្នាំ គឺ រាជរដ្ឋាភិបាល បាន យក តែ ទៅ លើ រថយន្ត នេះ ពាក់ ព័ន្ធ ពន្ធ ធ្វើ ចរាចរណ៍ តែ ជា ផ្នត់ កំណត់ ផង ខ្ញុំ មិន ដឹង ថា
ការបញ្ចេញមតិរបស់ខ្ញុំទៅធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឬអាជីវករប្រកបមុខរបរហ្នឹងឬយ៉ាងណាទេតែខ្ញុំស្នើសុំឲ្យរាជរដ្ឋាភិបាលគិតគូរទៅលើការយកពន្ធចំពោះម៉ូតូកង់3ហៅថាស្អាតនេះឡើងវិញខ្ញុំសូមបកស្រាយជាលម្អិតនៅត្រង់នេះបន្តិចបើកាលណាថាស្អាតនេះមាននៅក្នុងស្រុកខ្មែរ1លានហើយយើងយកតែមួយឆ្នាំ20000រៀលទេការបង់ពន្ធបើគិតជាសាច់ប្រាក់វាចូល$5លានក្នុងមួយឆ្នាំតែបើថារដ្ឋគ្រប់គ្រាន់នៃការទទួលបាននៅប្រាក់ចំណូលទាំងអស់នេះដោយមិនយកពន្ធមកពីដើមទីមកហើយសូមឲ្យទុកបដិភិទាំងអស់នេះជួយទៅដល់កុមារកំព្រានិងជនពិការព្រោះជនពិការកុមារកំព្រារាល់ថ្ងៃនេះហើយការជំនួយប្រចាំឆ្នាំហើយបើយើងទាញពីថវិការដ្ឋត្រឡប់ទៅវិញទៀតវាកាន់តែខោចហើយខ្ញុំនិយាយដូចនេះមិនមែនបិទលបែងទីសងហើយមកឲ្យទាញយកពន្ធពីកង់3នេះទៅវិញទេតែបើយើងប្រកាសថាឲ្យគាត់ចូលរួមតាមតាមការចូលបន់ណាមួយមិនមានទេតែបើយើងដាក់កំណត់ទៅលើពន្ធប្រចាំឆ្នាំនេះប្រហែលជាមានលទ្ធផលល្អច្រើនព្រោះគាត់ប្រើប្រាស់ផ្លូវដូចយើងដែរហើយកកស្ទះក៏គាត់ដែរអ្នកបកឲ្យកកស្ទះអញ្ចឹងយកតែមួយឆ្នាំ20000ទេពន្ធទាបបំផុតមកហើយក៏អាចយកដល់ម៉ូតូតែ5000ទេមួយឆ្នាំវាសល់លុយទេព្រោះម៉ូតូវាច្រើនដែរកុំភ្លេចថាប្រទេសយើងនៅក្រឡើយទៀតអត់ទាន់មានទេកុំអាចតកាត់ទាំងអស់ប្រទេសជិតខាងរបស់យើងគេមានតែគេមិនទាន់កាត់ទេគេនៅតែយកពន្ធយ៉ាងម៉ូតូព្រោះអានោះវាជាចំណែកមួយនៃចំណូលរដ្ឋអាចជួយទៅដល់ជ្រុងណាមួយខ្ញុំនិយាយថាពន្ធដែលបានទាំងអស់នេះយ៉ាងសំអយណាស់ក៏ជួយទិញគ្រឿងបរិក្ខារដល់មន្ទីរពេទ្យបានខ្លះដែរហើយយើងអត់មានគិតអញ្ចឹងយើងគិតតែសេរីអញ្ចឹងដល់មានគ្រប់គ្រាន់តែខាងលើតែខាងក្រោមរាជរដ្ឋាភិបាលអត់បានចាត់ចំណុចដល់ជ្រុងទៅនេះគឺមានការខ្វះខាតខ្លាំងទៅមើលតាមស្រុកសំបីតែក្រែពេទ្យមានមិនគ្រប់ចំនួនផងហើយយើងបដោយឲ្យម៉ូតូឲ្យកង់3ទាំងអស់ហ្នឹងគាត់រត់ទៅឲ្យគាត់ចូលរួមបដិភិយើងមិនមែនយកលុយនោះមកកសាងប្រទេសណាចំណូលពន្ធចូលរដ្ឋមានចំណែកផ្សេងនេះក្នុងការកសាងប្រទេសតែចំណុចទូចមួយទៅនេះយើងត្រូវចាប់អារម្មណ៍ដើម្បីជាបដិភិនៃការចូលរួមកសាងប្រទេសនឹងកែប្រែពីការខ្វះខាតមកចំណុចដែលគ្រប់គ្រាន់ជាលក្ខណៈមធ្យមចឹងទេខ្ញុំសូមសំណូមពរឲ្យក្រសួងសេដ្ឋកិច្ចគួរតែពិចារណាទៅលើរឿងទាំងអស់នេះក្នុងការបង់ពន្ធពីម៉ូតូក៏ដោយពីកង់3ក៏ដោយឲ្យចាប់អារម្មណ៍ទៅនេះឡើងវិញហើយបើសិនជាយើងអត់យកចិត្តទុកដាក់នៅលើការប្រមូលពន្ធនេះទេគឺពិបាកបដៅជាលក្ខណៈសេរីពេកទៅវាកើតទៅជាអនាធិបតេយ្យអញ្ចឹងខ្ញុំសូមចូលរួមមតិយោបល់នៅចំណុច2ចំណុចនេះមានសន្តិភាពធ្ងន់ក្នុងរាជធានីភ្នំពេញនិងការប្រមូលពន្ធប្រចាំឆ្នាំទាំងរថយន្តទាំងម៉ូតូកង់3និងម៉ូតូកង់2បាទអញ្ចឹងខ្ញុំសូមចូលរួមប៉ុណ្ណេះហើយក៏សូមអរគុណដល់អាដាមប្រធានប្រវេនដែលបានផ្ដល់ពេលវេលាដល់ខ្ញុំចូលរួមជាមតិយោបល់បាទសូមអរគុណ